អ្នកជឿទេថាមានយន្តហោះចម្បាំងមួយប្រភេទដែលបានឆ្លងកាត់សង្គ្រាមរាប់មិនអស់នៅលើពិភពលោកបាញ់ធ្លាក់យន្តហោះសត្រូវជាង100គ្រឿងប៉ុន្តែខ្លួនវាផ្ទាល់មិនដែលត្រូវសត្រូវបាញ់ធ្លាក់សូម្បីតែម្ដងក្នុងការប្រយុទ្ធគ្នានៅលើអាកាសវាគឺជាតួឯកដែលគ្រប់គ្នាដាក់រហស្សនាមថាស្ដេចនៃដែនអាកាសនេះគឺជាយន្តហោះ F-15 Eagle របស់សហរដ្ឋអាមេរិកសូមស្វាគមន៍មកកាន់ Channel The Funan Times ថ្ងៃនេះខ្ញុំនឹងនាំលោកអ្នកទៅដឹងរឿងរ៉ាវដ៏អស្ចារ្យទាំង3យ៉ាងរបស់យន្តហោះមួយនេះដែលធ្វើឲ្យពិភពលោកនៅតែខ្លាចរអាវាទោះបីជាវាមានអាយុជាង80ឆ្នាំហើយក៏ដោយសូមកុំភ្លេចចុចតាមដាន Channel របស់យើងដើម្បីទទួលបានចំណេះដឹងថ្មីៗតោះយើងទៅតាមដានទាំងអស់គ្នាដើម្បីយឺនពីភាពខ្លាំងរបស់ F-15 យើងត្រូវបកក្រោយទៅកាន់សម័យសង្គ្រាមត្រជាក់បន្តិចនៅចុងទសវត្សរ៍ឆ្នាំ1960ដើមសហរដ្ឋអាមេរិកមានការភ័យស្លន់ស្លោជាខ្លាំងពេលដែលបានឃើញយន្តហោះស៊ើបការរបស់សហភាពសូវៀតម៉ាក MiG-25 យន្តហោះសូវៀតនោះអាចហក់បានលឿនខ្លាំងនិងខ្ពស់ខ្លាំងដែលធ្វើឲ្យអាមេរិកគិតថាខ្លួនឯងកំពុងចាញ់ប្រៀបហើយដោយសារតែភាពភ័យខ្លាចនេះហើយទើបអាមេរិកសម្រេចចិត្តថាត្រូវតែបង្កើតយន្តហោះថ្មីមួយដែលមិនត្រឹមតែហោះលឿនទេតែត្រូវតែពូកែខាងបត់បែននិងប្រយុទ្ធដូច្នេះហើយក្រុមហ៊ុន McDonnell Douglas ក៏បានបង្កើត F-15 ឡើងហើយហោះហើរជាលើកដំបូងនៅឆ្នាំ1972គោលបំណងរបស់វាមានតែមួយគត់គឺបាញ់កំទេចយន្តហោះសត្រូវនៅលើអាកាសគេរចនាវាឡើងដោយមានឃ្លាមួយថាមិនដាក់របស់ធ្ងន់ៗដើម្បីទម្លាក់គ្រាប់បែកដីទេគឺផ្ដោតតែលើការប្រយុទ្ធលើមេឃសុទ្ធសាធនេះហើយជាមូលហេតុដែលវាខ្លាំងតើ F-15 ខ្លាំងកម្រិតណាយោងតាមឯកសារបច្ចេកទេសរបស់កងទ័ពអាកាសអាមេរិកយន្តហោះនេះអាចហក់ក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ2ដងកន្លះឬប្រហែល 3000 គីឡូម៉ែត្រក្នុង1ម៉ោងវាមានម៉ាស៊ីន2ដ៏ខ្លាំងក្លាដែលអាចឲ្យវាហោះឡើងទៅលើមេឃត្រាំងស្មឹងដូចជាគ្រាប់រ៉ុកែតប៉ុន្តែអ្វីដែលធ្វើឲ្យវាល្បីល្បាញបំផុតគឺកំណត់ត្រាប្រយុទ្ធយោងតាមទិន្នន័យពីក្រុមហ៊ុន Boeing និងប្រវត្តិសាស្ត្រយោធាបានកត់ត្រាថា F-15 មានកំណត់ត្រាជ័យជំនះ104ទល់នឹង0មានន័យថាក្នុងការប្រយុទ្ធគ្នានៅលើអាកាសជាក់ស្ដែងនៅតំបន់មជ្ឈិមបូព៌ានិងសង្គ្រាមនានា F-15 បានបាញ់ធ្លាក់យន្តហោះសត្រូវ104គ្រឿងប៉ុន្តែមិនមាន F-15 ណាមួយត្រូវបានសត្រូវបាញ់ធ្លាក់វិញនោះទេនេះគឺជាកំណត់មួយដែលមិនទាន់មានយន្តហោះណាផ្សេងធ្វើបានដូចវានោះទេដើម្បីឲ្យបងប្អូនកាន់តែច្បាស់ថាតើវាធន់កម្រិតណាខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្ដែងមួយដែលបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើនរួមទាំង Pop History Channel ផងដែរនៅឆ្នាំ1983ក្នុងពេលហ្វឹកហាត់មួយនៅប្រទេសអ៊ីស្រាអែលយន្តហោះ F-15 មួយគ្រឿងដែលបើកបរដោយលោក Ziv Nadivi បានជួបគ្រោះថ្នាក់ពុកគ្នាជាមួយយន្តហោះមួយគ្រឿងទៀតនៅលើអាកាសការប៉ះទង្គិចនោះខ្លាំងណាស់រហូតដល់ធ្វើឲ្យស្លាបខាងស្ដាំរបស់ F-15 ដាច់ស្ទើរតែទាំងមកស្លាប់ឬមានន័យថាបាក់ស្លាប់មួយជំហៀងទៅជាការសាកស្រមៃមើលថាបើយន្តហោះបាក់ស្លាប់មួយជំហៀងតើវានឹងទៅជាយ៉ាងណាជាធម្មតាវាត្រូវតែធ្លាក់ហើយវិលក្បនមិនខានប៉ុន្តែអាកាសយានិកមិនដឹងថាស្លាប់គាត់បាក់អស់នោះទេដោយសារតែមានផ្សែងនិងប្រេងបាំងគាត់បានព្យាយាមបញ្ជាយន្តហោះដោយបង្កើនល្បឿនម៉ាស៊ីនឲ្យខ្លាំងដើម្បីកុំឲ្យយន្តហោះធ្លាក់ដោយសារតែកម្លាំងម៉ាស៊ីនដ៏ខ្លាំងនិងរាងយន្តហោះដែលរចនាឡើងយ៉ាងពិសេស F-15 នោះអាចហោះបានទាំងបាក់ស្លាបនិងចុះចតដោយសុវត្ថិភាពពេលចុះដល់ដីទើបអ្នកបើកបរទើបឃើញថាស្លាបរបស់គាត់បាត់មួយជំហៀងទៅជាការក្រុមហ៊ុនផលិតយន្តហោះអាមេរិកពេលឃើញរូបថតនេះស្ទើរតែមិនជឿភ្នែករបស់ខ្លួនឯងថាយន្តហោះរបស់ខ្លួនអាចធ្វើរឿងបែបនេះបានសរុបមកវិញភាពខ្លាំងរបស់ F-15 មិនមែនមានតែលើក្រដាសទេគឺវាបានបង្ហាញតាមរយៈប្រវត្តិសាស្ត្រនៃការប្រយុទ្ធរចនាដ៏រឹងមាំនិងកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាពីយន្តហោះដែលបង្កើតឡើងព្រោះតែការភ័យខ្លាចคล้ายទៅជាយន្តហោះដែលធ្វើឲ្យគេភ័យខ្លាចវិញចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់យន្តហោះមួយនេះតើនៅពេលអនាគតមានយន្តហោះណាអាចបំបែកកំណត់ត្រារបស់វាបានទេសូមបញ្ចេញមតិនៅខាងក្រោមខ្ញុំបាទសូមអរគុណសម្រាប់ការទស្សនាប្រសិនបើពេញចិត្តវីដេអូនេះសូមជួយចុច like និង share ដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារ The Funan Times នៅក្នុងការផលិតវីដេអូល្អៗបន្តទៀតជួបគ្នានៅវីដេអូក្រោយ